Hey សួស្តីប្រិយមិត្តទាំងអស់ជួបគ្នាជាមួយខ្ញុំនៅក្នុងប្រធានបទថ្មីដ៏ក្តៅគគុកនៅក្នុងសហរដ្ឋអាមេរិករបស់លោកត្រាំបាទមុននឹងចូលដល់ប្រធានបទសូម like and subscribe channel Sleep Audio ផងណាអ្វីមួយដ៏អស្ចារ្យបំផុតទើបតែកើតឡើងនៅ Washington ក្រមសាធារណរដ្ឋាភិបាលជាន់ខ្ពស់ចំនួន23នាក់រួមទាំងប្រធានគណៈកម្មការដំណាក់កាល3រូបបានប្រកាសជាផ្លូវការថាDonald Trump មិនអាចបម្រើការជាអ្នកដឹកនាំគណៈបករបស់ពួកគាត់បានទៀតទេនេះមិនមែនជាការតស៊ូតាមក្រោយខ្នងឬការស្មានប៉ាន់ស្មានដោយអនាមិកប្រភពទេនេះគឺជាសម្បត្តិដែលបានចុះហត្ថលេខាដែលត្រូវបានផ្ញើទៅការិយាល័យកណ្ដាលគណៈកម្មាធិការជាតិគណៈបក្សសាធារណរដ្ឋ RNC នៅម៉ោង 11:47 យប់មិញដោយទាមទារឲ្យមានការបោះឆ្នោតជ្រើសរើសការដឹកនាំយ៉ាងអាសន្ននៅពេលសមាជិកនៃគណៈបករបស់អ្នកផ្ទាល់ចាប់ផ្ដើមអំពាវនាវឲ្យមានការដកអ្នកចេញក្នុងពាក់កណ្ដាលអធិត្រាអ្នកដឹងថាអ្វីដ៏វិនិច្ឆ័យអន្តរាយទើបតែកើតឡើងដូច្នេះតើអ្វីទៅដែលបង្កឲ្យមានការក្បត់យប់ក្រោយយ៉ាងគួរឲ្យភ្ញាក់ផ្អើលនេះការថតសម្លេងដ៏គ្រោះថ្នាក់បានលេចឡើងនៅថ្ងៃទី12មករាដែលចាប់ឃើញត្រាំក្នុងការប្រជុំឯកជនជាមួយអ្នកឧបត្ថម្ភដែលអាចមានការពិភាក្សាគម្រោងប្រើប្រាស់ក្រសួងយុតិធធដើម្បីធ្វើជាគោលដៅចំពោះសមាជិកវិនិស្សធុសាធារណរដ្ឋដែលបកឌីសៃតមិនគាំទ្របញ្ហាប្រឈមនៃយុទ្ធនាការ2024របស់គាត់នេះមិនមែនជាចំនួននយោបាយឬចំនួនផ្ទៃក្នុងគណៈបកធម្មតាទេនេះគឺជាការបែកបាក់នៃមូលដ្ឋានចលនានយោបាយក្នុងពេលវេលាជាក់ស្ដែងហើយជឿខ្ញុំទៅនៅពេលដែលប្រធានគណៈកម្មការ3រូបបែកគ្នាយ៉ាងសាធារណៈជាមួយអតីតប្រធានាធិបតីពីគណៈបកផ្ទាល់របស់ពួកគេអ្នកដឹងថាអ្វីដែលធំសម្បើមបានកាត់ឡើងវាពិតជាលំបាកជឿណាស់ដែលយើងកំពុងមើលឃើញសាធារណរដ្ឋាភិបាលជាន់ខ្ពស់រួបរวมគ្នាប្រឆាំងនឹងត្រាំតាមវិធីដែលយើងមិនធ្លាប់បានឃើញតាំងពីថ្ងៃចុងក្រោយនៃ Nixon មកភាពតានតឹងនៅខាងក្នុងគណៈបកសាធារណរដ្ឋបានរីករាលដាលជាង1ខែមកហើយដោយសារតែការវាយប្រហារបន្តរបស់ Trump លើសមាជិកគណៈបកដែលសួរសំណួរអំពីការអះអាងរបស់គាត់ក្នុងការបោះឆ្នោតការបដិសេធរបស់គាត់ក្នុងការគាំទ្របេក្ខជន GOP មួយចំនួននិងចំនួនដដែលជាមួយការដឹកនាំព្រឹទ្ធសភាលើលំដាប់អធិបតេយ្យនីចានុគោលប៉ុន្តែអ្វីៗទាំងអស់បានកើនឡើងនៅថ្ងៃទី12មករានៅពេលដែលការថតសម្លេងត្រូវបានលាតត្រដាងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាច្រើនដែលបង្ហាញពីការគំរាមកំហែងដោយផ្ទាល់ទៅកាន់សមាជិកសាធារណរដ្ឋដែលកំពុងបម្រើការនៅក្នុងសមាជិកភាពកុងក្រេសនេះមិនមែនអំពីភាពខុសគ្នានៃគោលនយោបាយឬបាល់ទាត់នយោបាយស្តង់ដារទេវាអំពីការប្រើប្រាស់អំណាចរដ្ឋាភិបាលប្រឆាំងនឹងសមាជិកនៃគណៈបកផ្ទាល់របស់គាត់នេះជាកន្លែងដែលវាចាប់ផ្ដើមធ្ងន់ធ្ងរជាងមុននៅពេលដែលសមាជិកមនុស្សសាធារណរដ្ឋជាន់ខ្ពស់បានឮការថតសម្លេងនៅក្នុងការជជែកគ្នាតាមទូរស័ព្ទយោធាពួកគេបានស្គាល់ភ្លាមថានេះបានកាត់ផ្ដាច់បន្ទាត់ដែលមិនអាចមិនអើពើបាននៅថ្ងៃទី12មករាក្រុមអ្នកចូលរួមព្រឹទ្ធសភានិងតំណាងរាស្ត្រសាធារណរដ្ឋបានប្រារព្ធការប្រជុំអាជ្ញាស័យបិទទ្វារយោធាបន្ទាប់ពីបានឮការថតសម្លេងក្រុមនេះមានសមាជិក23រូបតំណាងរាស្ត្រ15រូបនិងអ្នកចូលរួមព្រឹទ្ធសភា8រូបមានប្រភពមួយបានប្រាប់ Politico ថាអ្នកចូលរួមព្រឹទ្ធសភា James Taunton រដ្ឋ Nebraska ប្រធានគណៈកម្មាធិការសីលធម៌ព្រឹទ្ធសភាបានរាយការណ៍ថាការថតសម្លេងគឺវិនាសអន្តរាយហើយការនៅស្ងៀមនឹងធ្វើឲ្យពួកគាត់ទទួលខុសត្រូវក្នុងការបំផ្លាញគណៈបកផ្ទាល់របស់ពួកគេនៅពេលជាមួយគ្នានោះតំណាងរាស្ត្រ Diana Mercer រដ្ឋ Ohio សមាជិកជាន់ខ្ពស់ក្នុងអង្គជំរុះជាមបានហៅខ្លឹមសារនៃការថតសម្លេងថាជាការគំរាមកំហែងច្បាស់លាស់ដល់រាល់សាធារណរដ្ឋដែលធ្លាប់បានប្រើការវិនិច្ឆ័យដាច់ដោយឡែកនៅចុងបញ្ចប់នៃសម័យប្រជុំរយៈពេល4ម៉ោងក្រុមនេះបានរៀបចំឯកសារសម្បត្តិផ្លូវការមួយដោយទាមទារឲ្យមានការបោះឆ្នោតជ្រើសរើសការដឹកនាំ RNC យ៉ាងអាសន្នដែលត្រូវបានផ្ញើទៅការិយាល័យកណ្ដាលនៅម៉ោង 11:47 យប់
សម្បត្តិនេះអះអាងថាអេរិយាបថដែលអាចមានរបស់ Trump តំណាងឲ្យការក្បត់គោលការណ៍សាធារណរដ្ឋនិងបង្កគ្រោះថ្នាក់ដល់ភាពអាចរស់រាយមានជីវិតនាពេលអនាគតសរសេរដោយភាពត្រឹមត្រូវជាទូទៅសម្បត្តិនេះបានចោទអតីតប្រធានាធិបតីថាបានគំរាមកំហែងសាធារណរដ្ឋស្មោះត្រង់ជាមួយនឹងការស៊ើបអង្កេតសហព័ន្ធទាមទារភាពស្មោះត្រង់ផ្ទាល់ខ្លួនលើសពីភាពស្មោះត្រង់គណៈបកនិងចាត់ទុក GOP ជាយានយន្តផ្ទាល់ខ្លួនជាថាជាចលនារួមគ្នានៃគោលការណ៍ចែករំលែកឥឡូវនេះអ្វីកាន់តែផ្ទុះឡើងនៅពេលដែលការថតសម្លេងនោះត្រូវបានចាក់អក្សរៈក្នុងអំឡុងពេលការជជែកគ្នាតាមទូរស័ព្ទសូម្បីតែអ្នកគាំទ្រត្រាំពុតដ៏រឹងមាំបំផុតនៅក្នុងសមាជិកភាពកុងក្រេសក៏ត្រូវបានរាយការណ៍ថានៅស្ងៀមដែរប្រធានគណៈកម្មការសាធារណរដ្ឋដែលបានការពារត្រាំពុតតាមរយៈការដកហោតសិទ្ធិ2លើកសំណុំរឿង4និងចំនួនរាប់មិនអស់បានឈរនៅពីមុខសម្ព័ន្ធភាពរបស់គាត់ជាមួយនឹងអ្វីដែលសាក់សីម្នាក់បានពិពណ៌នាថាជាការភ្ញាក់ផ្អើលយ៉ាងជ្រៅពេលនោះហើយដែលវាច្បាស់ណាស់ថានេះមិនមែនជាទូយោសាធារណនយោបាយធម្មតាទៀតទេពេលវេលាដ៏គួរឲ្យភ្ញាក់ផ្អើលមកដល់នៅពេលដែលអ្នកចូលរួមព្រឹទ្ធសភា Marcus Webb រដ្ឋ South Carolina ដែលជាសម្ព័ន្ធមិត្តត្រាំពុតតាំងពីឆ្នាំ2015ហើយបានធ្វើយុទ្ធនាការជាមួយគាត់ក្នុងរដ្ឋជាង40បានដឹកនាំក្រុមនេះប្រពន្ធដែលបានចូលរួមនិយាយថាសម្លេងរបស់គាត់ធ្ងន់ដោយអារម្មណ៍នៅពេលដែលគាត់បានរាយការណ៍ថាគាត់បានការពារបុរសនេះតាមរយៈអ្វីៗទាំងអស់ប៉ុន្តែគាត់លែងអាចការពារការគំរាមកំហែងប្រឆាំងនឹងសម្ព័ន្ធភាពរបស់គាត់បានទៀតហើយគាត់បានសន្និដ្ឋានថាវាបានបញ្ចប់ហើយជំហាននេះបានបញ្ជូនរលកផ្ទុះឆាបឆេះទៅកាន់ Washington នៅពេលដែលអ្នកចូលរួមព្រឹទ្ធសភាដែលត្រូវបានគេហៅថាជាអ្នកការពារត្រាំពុតសមក់ត្រង់បំផុតបែកគ្នាយ៉ាងសាធារណៈជាមួយគាត់លើការគំរាមកំហែងចំពោះសាធារណរដ្ឋដៃគូវាបញ្ជាក់ពីរឿងមួយផតតាំងគឺខូចខាតយ៉ាងខ្លាំងដែលការរស់រាននយោបាយឥឡូវនេះអាស្រ័យលើការបង្កើតគម្លាតខ្លួនឯងជាជាងការការពារអ្វីដែលមិនអាចការពារបាននេះមិនមែនជាលើកដំបូងដែលសម្ពាធបានកើនឡើងនៅខាងក្នុងគណៈបកសាធារណរដ្ឋដើម្បីបង្កើតគម្លាតពីត្រាំពុតទេគិតពីថ្ងៃទី6មករានឹងផលវិបាកភ្លាមៗរបស់វាក្នុងរយៈពេល 2-3 ថ្ងៃបន្ទាប់ពីការបះបោរកាពីតូលអ្នកដឹកនាំភាគីសង្គ្រោះព្រឹទ្ធសភា Mitch McConnell បានថ្លែងសន្ទរកថានៅលើវេទិកាព្រឹទ្ធសភាដោយថាត្រាំពុតគឺជាអ្នកទទួលខុសត្រូវជាក់ស្ដែងនឹងសីលធម៌ក្នុងការបង្កឲ្យមានព្រឹត្តិការណ៍នៅថ្ងៃនោះអ្នកចូលរួមព្រឹទ្ធសភាមួយចំនួនបានបង្ហាញយ៉ាងសាធារណៈថាពួកគេកំពុងពិចារណាលើការដកហោតសិទ្ធិនៅក្នុងការជំនុំចំណែកដែលកំពុងឈានមកដល់ប៉ុន្តែពេលវេលានោះបានកន្លងទៅឯកភាពគណៈបកបានបង្ហាញទូវិញបន្ទាប់មកមានករណីឯកសារជាតិអាត់កំបាំងនៅឆ្នាំ2023សាធារណរដ្ឋមួយចំនួនបានបង្ហាញពីការព្រួយបារម្ភជាផ្លុតដ៏ធ្ងន់ធ្ងរអំពីការដោះស្រាយអ្វីដែលមានលក្ខណៈធាតុថ្លានៅ Mar-a-Lago ប៉ុន្តែគណៈបកទីបំផុតបានរុំរទេះបង្កែស្ថានភាពនៃការដកហោតសិទ្ធិជាការលើកទឹកចិត្តខាងនយោបាយនិងបដិសេធនឹងការតាក់ទងជាមួយខ្លឹមសារនៃការចោទប្រកាន់ឥឡូវនេះទោះជាយ៉ាងណាវាខុសគ្នាពេលនេះការគម្រាមកំហែងត្រូវបានគេនិយាយថាតម្រូវទិសផ្ទាល់ទៅកាន់សាធារណរដ្ឋផ្ទាល់ខ្លួនគំរូគឺច្បាស់នៅពេលដែលសកម្មភាពរបស់ត្រាំពុតគម្រាមកំហែងគោលដៅខាងក្រៅសាធារណរដ្ឋរកឃើញមធ្យោបាយដើម្បីធានាឬមិនអើពណ៌ពួកគេប៉ុន្តែនៅពេលដែលការគម្រាមកំហែងបង្វិលទៅខាងក្នុងសូម្បីតែសម្ព័ន្ធមិត្តយូរឆ្នាំក៏ជួតែចំណុចបំបែកដែរសូតាអ្វីទៅជាបណ្ដាលឲ្យមានព្រឹត្តិការណ៍ដ៏មិនធ្លាប់មានមកនេះ